បាទសួស្តីសិស្សទាំងអស់គ្នាថ្ងៃនេះគ្រូត្រឡប់មកវិញក្នុងការចែករំលែកវីដេអូតាក់ទងជាមួយនឹងការបង្កើតនៅ Flutter Project នៅលើ Android Studio អូខេដើម្បីកុំឲ្យខាតពេលអញ្ចឹងលោកគ្រូតពីមេរៀនវគ្គមុនយើងបាននៅតម្លើង Flutter SDK ឬក៏ plugin ហ្នឹងនៅលើ Android Studio រួចហើយអញ្ចឹងថ្ងៃនេះវីដេអូបន្ទាប់ពីការតម្លើងនៅ plugin ឬក៏ SDK រួចរាល់ហើយហ្នឹងយើងនឹងចាប់ផ្ដើមនៅវីដេអូបន្ទាប់នេះគឺយើងចាប់ផ្ដើមបង្កើតនៅអឺ project បាទឬក៏ Flutter project ហ្នឹងនៅលើ Android Studio ហ្នឹងចឹងដើម្បីលម្អិតក្នុងការបង្កើតនេះលោកគ្រូចូលទៅក្នុង Android Studio ហ្នឹងហើយបកសិស្សទាំងអស់គ្នាអាចតាមដានទាំងអស់គ្នាបាទអញ្ចឹងយើងចូល click ទៅលើ new Flutter project បាទអញ្ចឹងយើងជ្រើសរើសយក next មកអានេះគឺជា project name ណា project name យើងដាក់មក sample program អញ្ចឹងមកអូខេនេះ project location យើងចង់ដាក់នៅកន្លែងណាបាទនេះណានេះយើងទេអូខេអានេះ description យើងអាចពណ៌នេះ project របស់យើងណាអញ្ចឹង organization នេះគឺជាអីគឺជា domain ក្នុង Java ទាំងអស់នេះរៀនដឹងហើយអញ្ចឹងនៅក្នុងភាសារបស់ Android គេជឿរើបាន2អាច develop ជា Kotlin ក៏បានជា Java ក៏បានអូខេអានឹងយើងត្រូវមានបទពិសោធន៍បន្ថែមទៀតណាហើយបើសិនជាចង់រៀនគ្រូនឹងមានវីដេអូបន្ទាប់ហ្នឹងតាក់ទងជាមួយនឹងមេរៀន Java និង Kotlin ហ្នឹងបាទអូខេអញ្ចឹងតាក់ទងមួយ platform Android ឬ iOS Linux ឬក៏ macOS web ឬក៏ Windows នេះអានេះមានន័យថាម៉េចហ្នឹងកន្លែងនេះកន្លែងហ្នឹងឯងដែលចង់បញ្ជាក់មួយថាអ្វីដែលពិសេសលក្ខណៈពិសេសរបស់ Flutter SDK គឺវាអាច develop multi platform ចឹងអាពាក្យថា multi platform ហ្នឹងមានន័យថាពីដើមយើងធ្វើការ develop មួយធ្វើមួយមានន័យថា develop ទៅលើ Android មួយហើយបើយើងចង់ឲ្យដាក់ project របស់យើងនៅលើ iOS មួយទៀតតើយើង develop អាហ្នឹងនៅលើ iOS មួយទៀតប៉ុន្តែដោយឡែកឥឡូវនេះគឺ Flutter project របស់យើងនេះដែល SDK របស់ Google នេះរបស់ក្រុមហ៊ុន Google គាត់ develop នៅ feature លក្ខណៈពិសេសឲ្យវានេះគឺយើងអាចធ្វើនៅលើ multi platform មានន័យថាយើងអាច develop បានគ្រប់ទម្រង់ទាំងអស់នៅលើ platform ហ្នឹងអញ្ចឹងឥឡូវខ្ញុំយកតែ4 platform បានហើយណាគ្រូយកតែ4 platform បានហើយ Android iOS macOS web ហើយនិង Windows អូខេគ្រូដកចោលពីនេះណាអូខេអញ្ចឹងយើង click លើប៊ូតុងមួយទៀតឈ្មោះថា create បាទ អូខេរួចរាល់ហើយណាចឹងអានេះយើងបាន project របស់យើងហើយណាអានេះគឺជា main data របស់យើងអញ្ចឹងយើងត្រូវដឹងថាFlutter គឺជា data programming អញ្ចឹងអ្នកទាំងអស់គ្នាត្រូវរៀនអំពី data programming នេះទៀតព្រោះ data programming ជាភាសាថ្មីមួយប៉ុន្តែដែលវាផ្អែកទៅលើអីអ្នកទាំងអស់គ្នាដឹងទេវាផ្អែកទៅលើភាសាមួយចំនួនដែលយើងធ្លាប់បានរៀនកន្លងមកហើយនឹងអញ្ចឹងអ្នកទាំងអស់គ្នាអាច explore ទៅរៀនអំពី data programming នេះ learn Flutter អញ្ចឹងអ្នកនរគ្នាចូលមើលទៅណានេះខ្ញុំណែនាំអញ្ចឹង that language overview Flutter use a that language if you have experience with other object oriented language like Java C++ and Swift and that should feel familiar to you អាហ្នឹងកន្លែងហ្នឹងមានន័យថាម៉េចគេចង់បញ្ជាក់មួយប្រាប់អ្នកនរគ្នាថាកាលណាអ្នកនរគ្នារៀនអាភាសា3នេះហើយអ្នកនរគ្នាស្គាល់OOL មានន័យថា OOL ហ្នឹង Object Oriented Language ហ្នឹងគឺជាទម្រង់ភាសាទាំង3ហ្នឹងអញ្ចឹងអា data programming នេះគួរតែមិនពិបាកសម្រាប់អ្នកនរគ្នាទេគឺវាស្តៀងគ្នាទេណាអត់មានន័យបាក់ទេអញ្ចឹងអ្នកនរគ្នាត្រូវចេះឬក៏មានមូលដ្ឋានគ្រឹះអាភាសា3នេះណាអូខេអញ្ចឹងលោកគ្រូអត់ទាន់ចូលមេរៀនតាក់ទងជាមួយការបញ្យល់អំពី data ទេណាអញ្ចឹងគ្រូគាត់ថា
ធ្វើការបង្ហាញអំពីតាមវាបង្កើត project ហ្នឹងទេអូខេអញ្ចឹងនៅកន្លែងនេះយើងអាចធ្វើការដំណើរការសាកល្បងវាមើលតើ project របស់វាហ្នឹងចេញទម្រង់វាមិននេះគ្រូធ្វើការជ្រើសរើសកន្លែងនេះ device ដែលយើង run ហ្នឹងវាមានមិនវាមាន Chrome មាន Edge មាន Windows នេះកន្លែងនេះឃើញទេឬយើង Chrome ណាគូចោលហ្នឹងហើយយើងចុចពាក្យថា run មកឬក៏យើងប្រើ control ឬក៏ពាក្យប្រើពាក្យ keyboard កាត់ទៅ shift F10 ណាអូខេយើងរងចាំតិចទៅយើង open Google Chrome ហ្នឹងឲ្យយើងហើយអញ្ចឹងអាការដែលយើងធ្វើការ run compile programming ពេលដែលយើងសរសេរឲ្យវា run make ទៅជា project view project ហ្នឹងគឺវាអាច run ជាមួយនឹងGoogle Chrome បានអញ្ចឹងយើងចាំមើលទម្រង់ project របស់វាណាអានេះជាទម្រង់ project របស់វាអូខេនេះទម្រង់ project របស់វាឃើញទេអញ្ចឹង project របស់វាហ្នឹងគឺលក្ខណៈ responsive full responsive ណាឃើញល្អហ៎មានន័យថាវាពិតជាធ្វើឲ្យយើង easy ក្នុងការ adapt នៅគេហៅថា optimize នៅ screen mobile screen ឬក៏ desktop ឬក៏ Windows ជាដើមណាឃើញទេអូខេអញ្ចឹងអ្វីដែលពិសេសជាងនេះទៅទៀតយើងគ្រាន់តែធ្វើការ update code យើងឧទាហរណ៍នេះយើងមើលនេះយើងឥឡូវយើង back ទៅវិញមើលថានេះ project របស់យើងនេះគេដាក់ Flutter demo home project ឥឡូវគ្រូចង់ rename the word នេះណា rename ពាក្យហ្នឹងនេះអូខេនេះឃើញទេดูដាក់ថាអាយ៉ា sorry ថា hello Flutter project អូខេយើង save មកបាទឃើញទេវាគឺវា refresh លឿនមែនតើវា load លឿនមែនតើនៅកន្លែងហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាថាកន្លែងនេះដែលវាមានលក្ខណៈពិសេសរបស់វានេះគេហៅថា fast Flutter code compile to ARM or Intel នេះ chip machine code as well as JavaScript fast for ដូច JavaScript នេះ as well as ដូច JavaScript for fast performance on any device ឃើញទេ very easy ហើយលឿនមានន័យថាកន្លែងពិសេសរបស់វាគឺកន្លែងហ្នឹងណាអូខេត្រឡប់មកវិញយើងចូលទៅក្នុងកម្មវិធីយើងវិញមកណាបាទអញ្ចឹងនៅក្នុងវីដេអូរបស់លោកគ្រូនេះគឺចំណុចនេះគឺមានតែប៉ុណ្្នឹងទេគឺចង់បង្ហាញប្រាប់អ្នកទាំងអស់គ្នាថាអំពីរបៀបបង្កើតនៅ Flutter project អូខេអញ្ចឹងវីដេអូយើងត្រឹមចាប់តែប៉ុណ្្នឹងអូខេ goodbye